សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបប្រើផ្ទៃមុខ scan password Gmail បងប្អូនបើយើងភ្លេច password អីគឺយើងអាចយក Gmail របស់យើងមកវិញបានអញ្ចឹងណាឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាបងប្អូនយើងចូលទៅ Gmail របស់យើងរួចហើយបងប្អូនជ្រើសរើស Gmail មួយណាដែលបងប្អូនត្រូវធ្វើមកបងប្អូនឥឡូវខ្ញុំយក Gmail នេះតើមកយើងចូលទៅ account របស់គេបាទ Gmail របស់យើងហ្នឹងតើមកយើងយកពាក្យ manage your Google account ណារួចហើយយើងយកពាក្យ security and sign in បន្ទាប់មកទៀតបងប្អូនអស់ទៅក្រោមយកពាក្យ selfie video រួចហើយកន្លែងនេះបងប្អូនវាយ password Gmail របស់យើងមកបងប្អូនវាយ password មកបន្ទាប់ពីវាយរួចហើយបងប្អូនចុចពាក្យ next បន្តទៀតណារួចហើយបងប្អូនយក continue បន្តមកទៀតបងប្អូនកន្លែងនេះបងប្អូនគ្រាសមកហើយបន្ទាប់មកបងប្អូនយកពាក្យ I agree រួចហើយបងប្អូនចុច next បងប្អូនចុច allow រួចហើយបងប្អូនចុច start មកបងប្អូនងាកទៅឆ្វេងងាកទៅស្ដាំឬក៏ទៅលើទៅក្រោមឲ្យតាមដែលគេចង់បានអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំ scan បានរួចរាល់ហើយឥឡូវយើងរងចាំបន្តិចសិនណាបងប្អូនយើងធ្វើការរងចាំដើម្បីឲ្យវា verify ឥឡូវរួចរាល់ហើយបងប្អូនចុចពាក្យ OK ឥឡូវយើងបានធ្វើរួចរាល់ហើយបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមបានណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងណាបងប្អូនអរគុណច្រើនបងប្អូន